សបិនឃើញកូនក្មេងឬទារកតើមានន័យដូចម្ដេចក្មេងប្រុសស្រីឬទារកគឺជាតំណាងនៃសក្តានុពលការផ្លាស់ប្ដូរនៅពេលដែលសបិនឃើញពួកគេសុទ្ធតែតាក់ទងទៅនឹងរឿងវិជ្ជមាននិងអវិជ្ជមានក្នុងជីវិតប្រចាំថ្ងៃអ្នកនៅលីវសបិនឃើញក្មេងតូចឬទារកបង្ហាញថាមានមនុស្សភេទផ្ទុយកំពុងតែមានចេតនាល្អមកលើយើងដូច្នេះសូមកុំព្រួយបារម្ភអីប្រសិនបើអ្នកមានផ្ទៃពោះសបិនឃើញទារកបង្ហាញពីការផ្សារភ្ជាប់ស្នេហារវាងម្ដាយនិងស្វាមីហើយកូនដែលនៅក្នុងពោះកំពុងចង់ពង្រឹងស្ពានស្នេហាមានមេត្រីជាមួយអ្នកដែលនៅជុំវិញខ្លួនម្ដាយគេសបិនឃើញខ្លួនឯងមានផ្ទៃពោះគឺជាការផ្សារភ្ជាប់នៃការស្រមើស្រមៃវាក៏បង្ហាញពីការថប់បារម្ភចំពោះគោលដៅនៃអនាគតផងដែរសបិនឃើញផ្ដល់កំណត់ដល់ទារកមានន័យថាឱកាសដែលប៉ងគឺចិត្តមកដល់ឬមានដំណើរផ្សងព្រេងក្នុងជីវិតប្លែកៗកំពុងតែយាត្រាមករកយើងហើយសបិនកាន់កូនតូចឬអោបក្មេងតូចនៅក្នុងដៃមានន័យថាភាពរីករាយការជោគជ័យនៅក្នុងគោលដៅរបស់យើងកំពុងតែខាត់បន្តិចម្ដងបើជាបរោះសបិនឃើញកាន់ទារកមានន័យថាជោគវាសនានិងជោគជ័យនៅក្នុងអាជីពឬគោលដៅត្រូវបានសម្រេចហើយដល់ពេលត្រៀមរៀបចំផែនការសម្រាប់ពេលអនាគតហើយសបិនថាស្វែងរកក្មេងបង្ហាញពីរឿងវិជ្ជមានក្នុងជីវិតឬកំពុងតែព្យាយាមស្វែងរកអ្វីដែលសំខាន់នៅក្នុងជីវិតសបិនឃើញក្មេងប្រុសបង្ហាញពីការផ្ដោតអារម្មណ៍លើការផ្លាស់ប្ដូរនៅក្នុងវប្បធម៌សម័យទំនើបច្រើនតែធ្វេសប្រហែសចំពោះផ្នែកខាងក្នុងនៃរាងកាយសបិននេះក៏ចង់បង្ហាញថាយើងអាចនឹងភ្លេចមនុស្សជាទីស្រឡាញ់នៅថ្ងៃណាមួយសបិនឃើញខ្លួនឯងคล้ายទៅជាទារកមានន័យថាយើងត្រូវការភ្ជាប់ទំនាក់ទំនងជាមួយបរិសដែលនៅក្បែរជារឿយៗសបិននេះបង្ហាញថាយើងនឹងធ្វើខ្លួនមិនស្អាតនៅពេលខ្លះសបិនឃើញក្មេងប្រុសចេះដើរតេតាសគឺជាតំណាងនៃដំណើរខាងវិញ្ញាណនៃភាពជាម្ដាយប្រុសទារកជានិមិត្តរូបវប្បធម៌នៃភាពគ្មានទោសនិងសុភមង្គលហើយអ្នកคล้ายជាម្ដាយក៏កំពុងឈរនៅលើជីវិតថ្មីនិងមានការផ្លាស់ប្ដូរផ្នែកខ្លះសបិនឃើញបំបៅកូនមានន័យថាយើងកំពុងយកចិត្តទុកដាក់ចំពោះអ្នកណាម្នាក់យ៉ាងជ្រាលជ្រៅសបិនឃើញមានកូនមិនគ្រប់ខែបង្ហាញពីការចាប់ផ្ដើមថ្មីនៅក្នុងជីវិតនេះគឺជាប្រថ្នូលវិជ្ជមានដែលតាក់ទងទៅនឹងធម៌ពលផ្ទាល់ខ្លួនរបស់យើងដើម្បីទទួលបានព័ត៌មានផ្សេងៗថ្មីសូមប្រមិត្តចុច Subscribe ឬជាវនឹងរូបបណ្ដឹងអរគុណសូមជម្រាបលា